សូមគោរពជំរាបសួរសាជាថ្មីម្ដងទៀតបាទថ្ងៃនេះខ្ញុំបានសន្យាកាលពីវីដេអូលើកមុនថានឹងវិភាគការវិនិច្ឆ័យមេដឹកនាំនយោបាយល្អដែលផ្អែកលើបាទប្រសិទ្ធភាពនិងក្រមសីលធម៌ហើយដោយឆ្លុះបញ្ចាំងទៅនឹងទស្សនៈរបស់លោក Niccolo Machiavelli ដែលបានលើកឡើងពីយុទ្ធសាស្ត្រតោនឹងកញ្ជ្រោងអញ្ចឹងជាការវិនិច្ឆ័យបាទមេដឹកនាំល្អគឺជាទូទៅគឺគេផ្អែកទៅលើវិមាត្រ3គឺវិមាត្រចេតនាមធ្យោបាយនិងលទ្ធផលបាទអញ្ចឹងយើងនឹងវាស់វែងទៅលើវិមាត្រ3ចេតនាមធ្យោបាយនិងលទ្ធផលដើម្បីវិនិច្ឆ័យថាតើមេដឹកនាំល្អឬយ៉ាងណាបាទយើងដឹងហើយថានៅវីដេអូលើកមុនគឺលោក Niccolo Machiavelli គាត់បានផ្ដល់ឱវាទឲ្យមេដឹកនាំត្រូវតែត្រាប់តាមសត្វតោនិងសត្វកញ្ជ្រោងដើម្បីរក្សានិងច្បាមយកអំណាចអញ្ចឹងខ្ញុំនឹងរំលឹកពីលោក Niccolo Machiavelli បន្តិចមុននឹងយើងចូលទៅវិភាគវិញ្ញាពីបាទវិមាត្រ3ដែលវាស់វែងទៅលើសញ្ចេតនាសន្ទុះចេតនាមធ្យោបាយនិងលទ្ធផលដូចយើងដឹងហើយថាលោកNiccolo Machiavelli គាត់បានឱវាទឲ្យមេដឹកនាំថាត្រូវតែត្រាប់តាមតោនិងកញ្ជ្រោងអញ្ចឹងមេដឹកនាំដែលមានកាតព្វកិច្ចត្រូវចេះដឹងឲ្យច្បាស់ពីរបៀបប្រព្រឹត្តដោយសត្វត្រូវតែត្រាប់តាមសត្វតោនិងសត្វកញ្ជ្រោងហេតុអីពីព្រោះតោមានអំណាចខ្លាំងក្លាប៉ុន្តែតោมันមានល្បិចកិច្ចកស្គាល់ពីអន្ទាក់អាចធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកដទៃរីឯសត្វកញ្ជ្រោងដែលមានល្បិចកិច្ចកសម្បូរនឹងល្បិចកិច្ចកស្គាល់ពីអន្ទាក់ប៉ុន្តែมันមានអំណាចដើម្បីអាចយកឈ្នះវងចចកដូច្នេះមេដឹកនាំត្រូវតែបាទចំបាច់បញ្ចូលគ្នារវាងសារធាតុ2គឺតោនិងកញ្ជ្រោងคล้ายជាកញ្ជ្រោងដើម្បីស្គាល់ពីអន្ទាក់ហើយជាតោដើម្បីបំភ័យវងចចកអញ្ចឹងនៅក្នុងនយោបាយរដ្ឋទំនើបក៏ដូចជានយោបាយតាំងពីបុរាណមកគឺMachiavelliគាត់ថាមេដឹកនាំត្រូវត្រាប់តាមតោនិងកញ្ជ្រោងដើម្បីត្រាប់តាមសត្វនេះគឺមេដឹកនាំត្រូវតែស្គាល់ឲ្យច្បាស់និងយល់ឲ្យច្បាស់ពីអត្តចរិតរបស់សត្វទាំងពីរនេះអញ្ចឹងមេដឹកនាំត្រូវតែជាអ្នកដែលពូកែលក្ខពុទ្ធបទបំផុតនិងជាកម្ពុជាមនុស្សលក្ខបាំងខ្ពស់បំផុតដែរបាទលោក Niccolo Machiavelli គាត់បានវិភាគវិញ្ញាថាមេដឹកនាំត្រូវតែបង្ហាញឲ្យគេឃើញថាខ្លួនជាមនុស្សមានមេត្តាធម៌មានសេចក្តីសន្តោសប្រោសប្រណីគិតគូរលើយុត្តិធម៌មនុស្សធម៌ភាពស្មោះត្រង់ជឿលើសាសនាប៉ុន្តែធៀបពិតពេលចាំបាច់មេដឹកនាំអាចផ្លាស់ប្ដូរផ្ទុយពីគុណសម្បត្តិដែលបានលើកឡើងខាងលើនេះដូច្នេះហើយនៅក្នុងគោលបំណងថែរក្សារដ្ឋថែរក្សាអំណាចមេដឹកនាំមានកាតព្វកិច្ចប្រព្រឹត្តប្រឆាំងនឹងមេត្តាធម៌ភាពសន្តោសប្រោសប្រណីយុត្តិធម៌មនុស្សធម៌ភាពស្មោះត្រង់និងជំនឿលើសាសនាជាការពិតសម្រាប់លោកNiccolo Machiavelli នយោបាយជាសកម្មភាពមួយឯករាជ្យរបស់មនុស្សដែលផ្ដាច់ខ្លួនចេញផុតពីទំនាយព្រះនិងសិលធម៌របស់សាសនាគ្រិស្តប៉ុន្តែសម្រាប់លោកដដែលសាសនាវាគ្រាន់តែជាមធ្យោបាយមួយនៅក្នុងចំណោមមធ្យោបាយនានាសម្រាប់គ្រប់គ្រងមនុស្សតែប៉ុណ្ណោះអញ្ចឹងលោក Niccolo Machiavelli បានអះអាងវិភាគវិញ្ញាថានៅពេលប្រឈមមុខជាមួយនឹងការសម្រេចចិត្តចុងក្រោយដែលតាក់ទងទៅនឹងសុវត្ថិភាពរបស់ប្រទេសពលរដ្ឋទាំងអស់រួមទាំងអ្នកដឹកនាំផងដែរត្រូវតែទទួលស្គាល់ថាគ្មានការពិចារណាថាអ្វីជាយុត្តិធម៌អ្វីជាអយុត្តិធម៌អ្វីជាមេត្តាធម៌អ្វីជាអំពើសាហាវព្រៃផ្សៃអ្វីជាមុខមាត់និងអ្វីជាការបាក់មុខមាត់នោះទេសំខាន់គឺអនុវត្តគោលនយោបាយអ្វីក៏ដោយដែលអាចជួយសង្គ្រោះស្រោចស្រង់អាយុជីវិតជាតិនិងរក្សាបាននូវសេរីភាពរបស់ប្រទេសនិងប្រជាជនឲ្យបានអញ្ចឹងលោក Niccolo Machiavelli បន្តទៀតថាគ្រប់គ្នាដឹងឲ្យថាវាគួរឲ្យសរសើរណាស់ចំពោះមេដឹកនាំដែលគោរពពាក្យសម្ដីរស់នៅដោយសុចរិតភាពមិនមែនដោយមធ្យោបាយឧបាយកលមួយវិញទៀតគេត្រូវតែសង្កេតពីបទពិសោធន៍ថ្មីថាមេដឹកនាំទាំងឡាយនោះពិតជាបានសម្រេចនៅកិច្ចការដ៏អស្ចារ្យបានគឺជាមេដឹកនាំដែលយកចិត្តទុកដាក់តិចតួចនៅក្នុងការគោរពការជំនឿទៅក្នុងការគោរពរក្សាជំនឿទុកចិត្តឬក៏ការសន្យានឹងដឹងពីរបៀបលួងលោមបោកបញ្ឆោតមនុស្សជាតិដោយល្បិចកិច្ចកលប៉ុន្តែពួកគេបានឈ្នះលើមេដឹកនាំដែលពឹងផ្អែកលើភាពស្មោះត្រង់ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះយើងអាចលើកទស្សនៈវិទូផ្សេងទៀតដើម្បីយកមកជជែកតតាំងទៅនឹងទស្សនៈលើកឡើងរបស់លោក Niccolo Machiavelli អញ្ចឹងលោក Cicero ដែលជាទស្សនវិទូរ៉ូម៉ាំង
បានអះអាងថាមេដឹកនាំត្រូវតែជៀសវាងការប្រព្រឹត្តខុសឆ្គងទាំងតាមរយៈការប្រើប្រាស់កម្លាំងក្តីនិងការប្រើប្រាស់ល្បិចបោកបញ្ឆោតក្តីពីព្រោះការបោកបញ្ឆោតប្រៀបដូចជាសត្វកញ្ជ្រោងហើយការប្រើប្រាស់កម្លាំងជាសត្វតោដែលទង្វើទាំងពីរនេះមិនស័ក្តិសមជាមនុស្សទេប៉ុន្តែការបោកបញ្ឆោតសមទទួលបានការស្អប់ជាងគេជាការពិតហើយនៅក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានគេអាចវិនិច្ឆ័យពីប្រសិទ្ធភាពពីគុណភាពពីគុណសម្បត្តិរបស់មេដឹកនាំដោយសង្កេតបាទទៅលើប្រសិទ្ធភាពនិងក្រមសីលធម៌នៅក្នុងន័យនេះមេដឹកនាំល្អយើងមានពាក្យគុណនាមល្អបាទពាក្យថាល្អនេះគេទូទៅគេសំដៅទៅលើអ្វីដែលគេធ្វើឲ្យមានប្រសិទ្ធភាពហើយសម្រេចបីផលប្រយោជន៍របស់គេរបស់មេដឹកនាំឬក៏របស់ប្រយោជន៍ជាតិរបស់គេដូច្នេះគេអះអាងថាសីលធម៌មិនតាក់ទិនទេប៉ុន្តែគេភ្លេចថាការអះអាងការវិនិច្ឆ័យបែបសីលធម៌របស់ការអះអាងការវិនិច្ឆ័យរបស់គេគឺពាក់ព័ន្ធនឹងការវិនិច្ឆ័យបែបសីលធម៌រួចទៅហើយពីព្រោះសីលធម៌នៅទីនេះគឺក្នុងន័យអាស្រ័យក្នុងន័យអាស្រ័យមានន័យថាផលប្រយោជន៍របស់ប្រទេសជាតិផលប្រយោជន៍របស់ជាតិនៅពេលដែលមេដឹកនាំធ្វើអ្វីៗដើម្បីសង្កល់ផលប្រយោជន៍ជាតិដើម្បីផលប្រយោជន៍របស់ប្រទេសគេអញ្ចឹងការធ្វើបែបនោះត្រូវបានគេឲ្យនិយមន័យថាជាសីលធម៌រួចទៅហើយជាការពិតនៅពេលដែលយើងឲ្យបញ្ញត្តិសីលធម៌នៅក្នុងន័យអាស្រ័យវាមានន័យអាចជជែកវែងបានជាជាងឲ្យបញ្ញត្តិសីលធម៌នៅក្នុងន័យដាច់ណាត់តែពេលយើងឲ្យបញ្ញត្តិសីលធម៌នៅក្នុងន័យដាច់ណាត់ឧទាហរណ៍ដូចទស្សនៈរបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានលើកឡើងថាដែលព្រះអង្គបានលើកឡើងថាមនុស្សត្រូវតែប្រព្រឹត្តឲ្យល្អតាមរយៈកាយវាចាចិត្តអញ្ចឹងសំបីតែចិត្តកំណត់ឲ្យយើងគិតមិនល្អក៏មានអំពើអសិលធម៌ដែរប៉ុន្តែនៅក្នុងការគ្រប់គ្រងរដ្ឋកំណត់ការគិតដើម្បីផលប្រយោជន៍ជាតិហើយអាចប៉ះពាល់អាចរំលោភទៅលើសិលធម៌នៃប្រទេសដទៃទៀតត្រូវបានទស្សនៈនយោបាយវិទូឲ្យតម្លៃថាវាជាការគិតបែបសិលធម៌ប៉ុន្តែសិលធម៌ក្នុងន័យអាស្រ័យបាទជាការពិតហើយទោះបីជានយោបាយតាក់ទិនទៅនឹងផលប្រយោជន៍និងអំណាចប៉ុន្តែគេមិនត្រូវភ្លេចដែរថាយើងត្រូវចេះថ្លឹងថ្លែងនិងធ្វើឲ្យមានតុល្យភាពនៃគោលបំណងជាមួយមធ្យោបាយនិងលទ្ធផលនៃការសម្រេចចិត្តនោះថាលទ្ធផលគោលបំណងនិងមធ្យោបាយដែលគេប្រើប្រាស់ពោពេញទៅដោយសិលធម៌ដែរឬទេដោយអ្នកប្រាជ្ញដ៏លេចធ្លោរបស់អាមេរិកលោក Joseph Nye បានលើកឡើងថាការធ្វើពុតថាក្រមសិលធម៌នឹងមិនមានតួនាទីអ្វីនោះគឺដូចជាមនុស្សខ្វាក់ដែលសម័យថាព្រះអាទិត្យនឹងមិនរះឡើងនៅថ្ងៃស្អែកយ៉ាងណាដែរនោះនៅក្នុងទស្សនៈមគ្គទេសនយោបាយទំនើបការវិនិច្ឆ័យមេដឹកនាំល្អគេវាស់វែងទៅលើវិមាត្រ3គឺចេតនាមធ្យោបាយនិងលទ្ធផលចេតនានៅត្រង់នេះចាក់ចេញឆ្ងាយពីគោលបំណងត្រង់វាថាវារួមបញ្ចូលទាំងគុណតម្លៃនិងចលករផ្ទាល់ខ្លួនឬក៏ផលប្រយោជន៍ផ្ទាល់ខ្លួនជាពិសេសពេលខ្លះមេដឹកនាំបង្ហាញពីគោលបំណងដ៏មានគុណតម្លៃនិងដ៏ប្រសើរថ្លៃថ្លាដ៏ថ្លៃថ្នូរប៉ុន្តែដើម្បីតែចលករផ្ទាល់ខ្លួនដូចជាផលប្រយោជន៍ផ្ទាល់ខ្លួននិងភាពអាត្មានិយមអញ្ចឹងភាពអាត្មានិយមឬក៏ចលករផ្ទាល់ខ្លួនទោះបីជាមានចេតនាល្អអាចធ្វើឲ្យពុករលួយទៅដល់គោលបំណងល្អទាំងនោះពេលខ្លះចេតនាល្អអាចនាំវិបាកសិលធម៌ដ៏មហន្តរាយផងដែរដោយសារចេតនាល្អមិនប្រកាសថានាំមកនៅលទ្ធផលដ៏ល្អនោះទេដោយសារតែខ្វះប្រសិទ្ធភាពនៃការអនុវត្តរបស់មេដឹកនាំនៅក្នុងន័យនេះខ្ញុំអាចលើកឡើងពីឧទាហរណ៍មួយរបស់អ្នកប្រាជ្ញអាមេរិកគឺលោក Stewart ដែលគាត់សរសេរសៀវភៅមួយរិះគន់ពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកគឺសៀវភៅដែលមានចំណងជើងថានរកនៃគោលបំណងល្អមានន័យថានយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រមាណទសវត្សរ៍ចុងក្រោយនេះស្ថិតក្នុងនយោបាយអនុត្តរភាពសេរីមានន័យថាការពង្រឹងនិងពង្រីកលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅទូទាំងពិភពលោកដើម្បីឲ្យមនុស្សជាតិប្រជាពលរដ្ឋទាំងអស់បាទទទួលបាននូវសិទ្ធិសេរីភាពរស់នៅក្នុងនាមជាមនុស្សថ្លៃថ្នូរមានការអភិវឌ្ឍសេដ្ឋកិច្ចនិងទម្រង់នយោបាយសេរីប៉ុន្តែលោករិះគន់ថាចេតនាល្អនេះគោលបំណងល្អនេះបាននាំទៅរកការផ្លាស់ប្ដូររបបដែលនាំទៅរកការធ្វើសង្គ្រាមបដូររបបហើយចុងក្រោយគឺប្រជាពលរដ្ឋនៅតែរងគ្រោះមហន្តរាយដោយសារសង្គ្រាមហើយមេដឹកនាំផ្ដាច់ការនៅតែរក្សាអំណាចគ្រប់គ្រងរបស់ខ្លួនជាពិសេសនៅមជ្ឈមបូព៌ាដូចជានៅអ៊ីរ៉ាក់និងអ៊ីរ៉ង់ជាដើមបាទអញ្ចឹងត្រឡប់មកវិញ
យើងផ្ដោតទៅលើចំណុចទី2មួយទៀតគឺមធ្យោបាយអញ្ចឹងមេដឹកនាំល្អគេវាស់វែងទៅលើមធ្យោបាយដែលប្រើតើមធ្យោបាយហ្នឹងប្រកបដោយធម៌ទេមធ្យោបាយប្រកបដោយក្រមសីលធម៌ទេហើយអាចនាំទៅរកការសម្រេចបាននៅលទ្ធផលដែរទេបាទអញ្ចឹងមធ្យោបាយគឺសំដៅដល់ប្រសិទ្ធភាពដែលសម្រេចបានតាមគោលបំណងប៉ុន្តែមធ្យោបាយត្រូវតែប្រកបដោយធម៌បាទត្រូវតែពឹងអាស្រ័យលើគុណវុឌ្ឍិនិងភាពស័ក្តិសិទ្ធិឬក៏ប្រសិទ្ធផលមួយវិញទៀតលទ្ធផលគឺសំដៅដល់ប្រសិទ្ធភាពនៃការសម្រេចគោលបំណងហើយលទ្ធផលបែបសិលធម៌មានផលល្អសម្រាប់ខ្លួនជាមេដឹកនាំផងនិងសម្រាប់ជាសង្គមជារួមផងនៅក្នុងន័យនេះមេដឹកនាំល្អមិនត្រឹមតែជាមេដឹកនាំដែលអាចនាំក្រុមឲ្យសម្រេចបានលទ្ធផលសម្រាប់ក្រុមរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែទទួលបានលទ្ធផលសម្រាប់ផលប្រយោជន៍របស់មហាជនទូទៅផងដែរមានន័យថាមេដឹកនាំល្អមិនត្រឹមតែអាចនាំក្រុមខ្លួនទៅសម្រេចគោលដៅជាលទ្ធផលប្រកបដោយប្រសិទ្ធភាពនោះទេប៉ុន្តែលទ្ធផលនិងប្រសិទ្ធភាពនិងប្រសិទ្ធផលដែលក្រុមរបស់ខ្លួនជោគជ័យនេះគឺសម្រាប់បម្រើឲ្យផលប្រយោជន៍មកមហាជនទូទៅផងដែរបាទអញ្ចឹងយើងអាចកត់សម្គាល់ថានៅក្នុងសង្គមទំនើបនៃសកលភាវូបនីយកម្មដែលបើកលទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងគ្រប់ជ្រុងជ្រោយគុណសម្បត្តិរបស់មេដឹកនាំបាទគួរតែត្រូវបានវិនិច្ឆ័យដោយផ្អែកលើមធ្យោបាយដែលប្រកបដោយធម៌និងទទួលបានលទ្ធផលប្រកបដោយធម៌ដែលការលើកកម្ពស់យុត្តិធម៌សង្គមនិងសុខុមាលភាពសាធារណៈជាផលប្រយោជន៍របស់មេដឹកនាំជាឧទាហរណ៍នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យមហានគរបាទព្រះមហាក្សត្រដ៏ល្បីល្បាញនៅក្នុងចក្រភពខ្មែរតែងតែយកប្រតិទុកដាក់ដល់ការគ្រប់គ្រងរដ្ឋប្រកបដោយរាជធម៌ក្នុងនោះព្រះបាទជ័យវរ្ម័នទី7បាទត្រូវបានគេចាត់ទុកថាជាព្រះមហាក្សត្រដែលបានរៀបចំប្រព័ន្ធសុខុមាលភាពសង្គមសាធារណៈមុនគេបាទអញ្ចឹងទុករបស់រាជជាទុករបស់ព្រះមហាក្សត្រមានចារនៅក្នុងសាលាចារឹកដែលបង្ហាញពីព្រះតីឈឺឆ្អាលដ៏ជ្រាលជ្រៅរបស់ព្រះមហាក្សត្រចំពោះវិជារាជរបស់ព្រះអង្គសុភមង្គលរបស់វិជារាជជាសុភមង្គលរបស់មេដឹកនាំហើយផលប្រយោជន៍របស់វិជារាជជាផលប្រយោជន៍របស់មេដឹកនាំផងដែរបាទអញ្ចឹងនៅក្នុងគំនិតនយោបាយបុរាណមេដឹកនាំដែលយកអំណាចរដ្ឋដើម្បីបង្កើតយុត្តិធម៌ជាមេដឹកនាំប្រកបដោយបញ្ញាញាណមេដឹកនាំដែលបង្កើតបានភាពទុកចិត្តคล้ายជាអធិរាជហើយមេដឹកនាំដែលពូកែខាងបោកបញ្ឆោតនយោបាយនិងវិន័យនៅក្នុងន័យនេះនៅក្នុងនយោបាយអំណាចមេដឹកនាំឆ្លៀសវៃអាចឈ្នះចិត្តនឹងបេះដូងរបស់ប្រជារាស្ត្រមេដឹកនាំចក្រពត្តិអាចក្តោបក្តាប់បានសម្ព័ន្ធមិត្តឯមេដឹកនាំផ្ដាច់ការពូកែរឹបអូសដីធ្លីអញ្ចឹងជាការយល់ឃើញនៅក្នុងភាពជាអ្នកដឹកនាំនយោបាយនៅសតវត្សទី21បាទប្រសិទ្ធភាពនិងប្រសិទ្ធផលត្រូវដើរទន្ទឹមគ្នាដើម្បីយកមកវិនិច្ឆ័យថាតើមេដឹកនាំជាមេដឹកនាំល្អឬយ៉ាងណាបើទោះបីជាមេដឹកនាំមានចេតនាល្អប៉ុន្តែมันអាចនាំក្រុមទៅសម្រេចបានជោគជ័យគេមិនអាចចាត់ទុកថាមេដឹកនាំនោះជាមេដឹកនាំល្អបានដែរប៉ុន្តែការនាំក្រុមទៅសម្រេចគោលដៅហើយប្រាក់ចាក់ពីគោលការណ៍សិលធម៌ពីទិសដៅសិលធម៌ពីមធ្យោបាយប្រកបដោយសុចរិតនិងសិលធម៌ក៏ត្រូវបានគេរិះគន់ថាមិនមែនជាមេដឹកនាំល្អផងដែរបាទដោយសារតែពេលវេលាខ្លីខ្ញុំសូមបញ្ចប់ការបកស្រាយពន្យល់ពីភាពជាអ្នកដឹកនាំនយោបាយនៅក្នុងសម័យទំនើបដែលឆ្លុះបញ្ចាំងទៅនឹងទិសដៅតលទៅនឹងទិសដៅលើកឡើងរបស់នីកូឡូម៉ាកែវេលីនិងលើកឡើងពីទស្សនវិជ្ជាប្រវត្តិសាស្ត្រនៃការគ្រប់គ្រងរដ្ឋរបស់មហានគរខ្មែរដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់មេដឹកនាំខ្មែរព្រះមហាក្សត្រខ្មែរនៅជំនាន់នោះបាទនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមលើកឡើងពីវិធានបទទស្សនវិជ្ជាគ្រប់គ្រងរដ្ឋរបស់ឥណ្ឌាបុរាណគឺលោកចនក្សៈកៅឌីយៈបាទដែលមានឥទ្ធិពលនិងវិសាលភាពគ្របដណ្ដប់ទៅលើនយោបាយគ្រប់គ្រងរដ្ឋរបស់ខ្មែរនៅមុនសម័យអង្គរនិងសម័យមហានគរផងដែរបាទជួបគ្នានៅคลิปវីដេអូបន្តបាទសូមអរគុណ